នេះគឺជាទូរស័ព្ទដៃ iPhone 15 Pro Max ក្នុងឆ្នាំ2021នេះតើអ្នកគួរតែចំណាយលុយទិញវាដែរឬទេទូរស័ព្ទ iPhone 15 Pro Max នេះមានការ design របស់វាមានរូបរាងស្អាតខ្លាំងមែនទែនសមត្ថភាពកាមេរ៉ាក៏កាន់តែខ្លាំងហើយកម្លាំងម៉ាស៊ីនរបស់វាក៏កាន់តែអែមផងដែរថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកដឹងថាក្នុងឆ្នាំ2021នេះអ្នកនរគ្នាគួរចំណាយលុយទិញវាដែរឬទេ iPhone 15 Pro Max គឺជាទូរស័ព្ទដៃលំដាប់កម្ពស់ flagship របស់ក្រុមហ៊ុន Apple ដែលបានដាក់ចេញផ្សាយតាំងពីឆ្នាំ2023ប៉ុន្តែវានៅតែជា model ដ៏មានប្រជាប្រិយភាពនិងមានសមត្ថភាពខ្ពស់ខ្លាំងនាពេលបច្ចុប្បន្នផងដែរ iPhone 15 Pro Max គឺវាភ្ជាប់បានដោយអេក្រង់ទំហំ 6.7 ប្រភេទ Super Retina HDR OLED បំពាក់បច្ចេកវិទ្យា ProMotion 120Hz ជំនួយដល់ការអូសបញ្ជាដោយរលូនចំណែកកម្លាំងម៉ាស៊ីនវិញ iPhone 15 Pro Max គឺវាប្រើនៅបន្ទះ chip A17 Pro ដែលជា chip លំដាប់កម្ពស់មានល្បឿនលឿននិងសន្សំសំចៃខ្ពស់សម្រាប់សមត្ថភាពលេងហ្គេមគឺវានឹងដើររលូនទាំងអស់មិនថាហ្គេមទូរឬក៏ហ្គេមធំនោះទេ model iPhone 15 Pro Max នេះដែរគឺវាមានទំហំ RAM 8GB និងមានជម្រើសផ្ទុកទិន្នន័យចាប់ពី256រហូតមកដល់ 1TB ចំពោះកាមេរ៉ាវិញគឺមានទំហំរហូតដល់48 megapixel អាចថតរូបបានច្បាស់ល្អចំណែកឯរន្ធសាកថ្មរបស់ទូរស័ព្ទ iPhone 15 Pro Max នេះដែរគឺវាផ្លាស់ប្ដូរពីរន្ធ Lightning មកប្រើ USB-C ដែលវាជួយឲ្យទូរស័ព្ទរបស់អ្នកនរគ្នាចូលថ្មកាន់តែលឿននិងផ្ទេរទិន្នន័យលឿនផងដែរមិនថាថតវីដេអូឬអ្នកនរគ្នាទស្សនាវីដេអូទេគឺវាអាចរត់រហូតដល់ 4K ឲ្យអ្នកនរគ្នាស្រួលមើលក្នុងការទាក់ភ្នែកដូចនេះក្នុងឆ្នាំ2026នេះ iPhone 15 Pro Max ក៏ជាជម្រើសល្អសម្រាប់អ្នកនរគ្នាមានថវិកាល្មមគួរសមក្នុងការទិញប្រើប្រាស់បានផងដែរ